រឿងទាំងអស់ដែលកើតឡើងតាក់ទងនឹងការនឹងសង្គ្រាមដូចជាស្រុកខ្មែរយើងហើយនិងស្រុកថៃដែលកំពុងតែប្រយុទ្ធគ្នាហ្នឹងចឹងវាជារឿងមួយមិនអាចជៀសផុតទេនៅលើโลกនេះពីព្រោះថាមនុស្សយើងជាតិសាសន៍នីមួយៗហ្នឹងវាចិត្តមិនសូវជាដូចគ្នាប្រហែលទេចឹងដូចជាជាតិសាសន៍ខ្មែរយើងគឺច្រើនជាបប្រតិបត្តិនៅភាពស្លូតត្រង់ជាជាតិសាសន៍មួយដែលមិនចូលចិត្តឈ្លានពានអ្នកដទៃទេព្រោះតែយើងមានមេត្តាករុណាធម៌ច្រើនហើយចូលចិត្តរាប់អានជាងបង្កើតសត្រូវប៉ុន្តែសម្រាប់ជាតិសាសន៍ផ្សេងដូចជាជាតិសាសន៍សៀមគេចូលចិត្តសម្ដែងធ្វើល្អប៉ុន្តែចរិតរបស់គេគឺជាចរិតឈ្លានពានជាចរិតជាតិសាសន៍មួយដែលមិនខ្វល់ពីនរណាទេធ្វើយ៉ាងម៉េចឲ្យតែខ្លួនឯងហ្នឹងបានសុខហើយជនជាតិមួយហ្នឹងគឺមិនខ្លាចនឹងក្បត់អ្នកដទៃទេឲ្យតែបានផលប្រយោជន៍ខ្លួនបាទមហាអំណាចក្តីមិនមហាអំណាចក្តីគេមិនខ្វល់តែសំខាន់ឲ្យតែផ្លូវណាមួយដែលច្រកបានផលប្រយោជន៍ដល់គេធ្វើអញ្ចឹងបើយើងស្និទ្ធស្នាលជាមួយនឹងជាតិសាសន៍របៀបនេះវាបង្កជាផលលំបាកសម្រាប់ប្រទេសជាតិយើងប៉ុន្តែដោយសារការរស់នៅក្នុងសង្គមគេហៅថាសង្គមជាតំបន់ក្តីសង្គមជាប្លុកគេហៅថា tweet ក្តីឬមួយក៏សកលលោកទាំងមូលក្តីវាជៀសបំផុតពីការទំនាក់ទំនងគ្នាអញ្ចឹងដើម្បីកុំឲ្យមានការមើលងាយឬមានការឈ្លានពានពីសំណាក់ប្រទេសដែលមានចរិតខូចយើងមានតែពង្រឹងខ្លួនឯងទេគ្មានអីក្រៅពីនឹងទេពុទ្ធលោកសំដែងតែអត្តាហិអត្តនោនាថោខ្លួនទីពឹងខ្លួននឹងគឺមិនខុសទេបើសិនជាយើងមិនធ្វើខ្លួនយើងឲ្យខ្លាំងទេគេនៅតែមើលងាយចឹងបាទអញ្ចឹងក្នុងប្រទេសមួយសំខាន់ធ្វើខ្លួនឲ្យខ្លាំងថ្ងៃនេះខ្ញុំចង់លើកយកនៅភាពខ្លាំងរបស់រដ្ឋាភិបាលក្នុងការបង្កើតនៅជាតិសាសន៍មួយកសាងជាតិសាសន៍មួយឲ្យខ្លាំងចឹងដើម្បីកសាងជាតិសាសន៍មួយឲ្យខ្លាំងរដ្ឋាភិបាលសំខាន់ផុតទី1គឺរដ្ឋាភិបាលត្រូវមានគោលនយោបាយនិងអនុវត្តនៅគោលនយោបាយដែលអាចបង្កើននៅសេដ្ឋកិច្ចជាតិនិងគោលនយោបាយដែលអាចបង្កើននៅស្ថិរភាពជាតិបាទអញ្ចឹងខ្ញុំអត់មាននិយាយលម្អិតថាតើគោលនយោបាយដើម្បីបង្កើនឲ្យមានសេដ្ឋកិច្ចជាតិនឹងយ៉ាងណាធ្វើអីខ្លះគោលនយោបាយដើម្បីបង្កើនឲ្យមានស្ថិរភាពសង្គមនឹងមានអីខ្លះទេប៉ុន្តែបើយើងសរុបសេចក្តីទៅគឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋនឹងគឺមានសេដ្ឋកិច្ចមានការរស់នៅសមរម្យអញ្ចឹងយើងដឹងថាធ្វើអីខ្លះហើយមួយទៀតដើម្បីស្ថិរភាពសង្គមបានយើងផ្ដោតអារម្មណ៍ទៅលើការការពារព្រំដែនដែរយើងផ្ដោតអារម្មណ៍ទៅលើភាពខ្លាំងនៃកងកម្លាំងរបស់យើងដើម្បីទី1ទប់ទល់នៅស្ថានភាពដែលអាចកើតមានឡើងនៅក្នុងស្រុកទី2គឺទប់ទល់នៅស្ថានភាពអាក្រក់ពីសំណាក់ប្រទេសជិតខាងអញ្ចឹងសំខាន់ណាស់គឺមានគោលនយោបាយច្បាស់លាស់ដែលពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចហើយនិងសន្តិសុខសង្គមស្ថិរភាពសង្គមហើយនៅពេលដែលយើងមានគោលនយោបាយហើយមិនមែនមាននៅតែលើកដាស់ទេគឺអនុវត្តឲ្យបានទៀតធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់មានជីវភាពសមរម្យធ្វើយ៉ាងណាឲ្យសង្គមរបស់យើងមានស្ថិរភាពធ្វើយ៉ាងណាឲ្យមានស្ថិរភាពប៉ុន្តែមិនមែនមានន័យថាមានគោលនយោបាយល្អហើយប្រជាពលរដ្ឋទាំងអស់សុទ្ធតែរួចផុតពីភាពក្រីក្រទេគ្មានអ្នកណាធ្វើបានទេនៅលើโลกនេះក៏ប៉ុន្តែរដ្ឋាភិបាលត្រូវប្រឹងឲ្យអស់ពីលទ្ធភាពពីព្រោះពេលខ្លះមនុស្សយើងគេជួយហើយប៉ុន្តែគាត់ជួយខ្លួនឯងអត់បានហ្នឹងវាជារឿងមួយផ្សេងទៀតឃើញទេប៉ុន្តែគោលនយោបាយនិងការអនុវត្តត្រូវច្បាស់លាស់របស់រដ្ឋាភិបាលគឺអញ្ចឹងចំណុចមួយទៀតហ្នឹងគឺរដ្ឋាភិបាលត្រូវផ្ដល់ជូននៅសេវាសាធារណៈដល់ប្រជាពលរដ្ឋព្រោះបើអត់មានសេវាសាធារណៈហ្នឹងទេគឺយើងធ្វើឲ្យអត់ចេញទេអញ្ចឹងខ្ញុំឧទាហរណ៍ថាប្រព័ន្ធអប់រំ
ចឹងបើប្រព័ន្ធអប់រំយើងមិនល្អប្រព័ន្ធអប់រំយើងមិនខ្លាំងប្រព័ន្ធអប់រំយើងប្រកបដោយភាពពុករលួយទេគឺសង្គមនឹងមិនអាចខ្លាំងបានទេសេវាសុខភាពប្រជាពលរដ្ឋយើងអត់បានយកចិត្តទុកដាក់ពីសុខភាពរបស់ប្រជាពលរដ្ឋណាយើងថាយើងមិនទាន់អាចធ្វើបានដោយស្រុកគេរហូតដល់ទៅប្រជាពលរដ្ឋមានសម្បត្តិពេទ្យទៅមើលជំងឺដែលឥតគិតលុយអីវាមិនទាន់បានខ្លាំងចឹងវាប៉ុន្តែយើងឥឡូវនេះក៏បានចាប់ផ្ដើមហើយដែលយើងមានបានបសសយើងអនុវត្តបានប៉ុណ្ណាអាហ្នឹងគឺជាចំណុចនៃការចាប់ផ្ដើមមួយហើយយើងចាត់ទុកថាល្អមួយហើយចឹងសេវាសុខភាពគឺសំខាន់ណាស់បើប្រជាពលរដ្ឋគ្មានសុខភាពទេมันអាចទៅធ្វើឲ្យជាតិនឹងរីកចម្រើនបានទេបាទសេវាសុខភាពមួយទៀតនឹងគឺសេវាការពារជាតិដែលខ្ញុំបានលើកខាងដើមបើសេវាការពារជាតិខ្សោយហើយជាតិយើងគេមើងងាយហើយគេចង់បាញ់លេងពេលណាក៏បានដែរពីព្រោះយើងវាខ្សោយប៉ុន្តែបើយើងមានខ្លាំងយើងខ្លាំងផ្នែកសេវាការពារជាតិយើងបើយើងខ្លាំងហើយគឺមិនងាយមានងាយមើងងាយទេខ្លាំងមានន័យថាយ៉ាងម៉េចមានន័យថាទាហានរបស់យើងគឺហាត់ទទួលបានការគាំពារពីរដ្ឋាភិបាលគឺហាត់មួយថ្ងៃមួយខែ30ថ្ងៃគឺមិនមែនមានន័យថាឲ្យគាត់ទៅជួស្រែឬទៅធ្វើអីកាលណាទាហានគឺមានទូនាទីទាហានគឺយើងហាត់យើងការពារដើម្បីឲ្យកម្លាំងរបស់គាត់ក៏រត់ប្រមាណគីឡូក៏អត់ហត់ដែរគាត់ស្ពាយមកខ្លួនគាត់ប្រមាណ10គីឡូក៏វាត្រូវទៅតាមនឹងកម្លាំងរបស់គាត់ទេដែរមិនក៏ដើរមិនតិចហត់ទេបើកាលណាយើងអត់ហាត់ដើរមិនតិចហត់ដែរបងប្អូនឧទាហរណ៍ដូចតែអ្នកលេងបាល់ទាត់ហ្នឹងបាទអ្នកគេលេងគេរត់1ម៉ោងអត់អីទេឃើញទេតែយើងទៅរត់តែ5នាទីធ្លាក់អណ្ដាតឡើយចេះសំខាន់គឺគាត់ហាត់បានត្រឹមត្រូវហាត់តាមក្បួនច្បាប់ត្រឹមត្រូវទៀតឃើញទេមានសម្ភារៈគ្រប់គ្រាន់នៅក្នុងការប្រើប្រាស់សម្លៀកបំពាក់និងគ្រឿងសព្វាវុធផ្សេងគឺយើងមានគ្រប់គ្រាន់ក្នុងការប្រើប្រាស់អ្វីដែលគេមានយើងក៏គូមានដែរមានកាន់តែច្រើនកាន់តែល្អយើងឧទាហរណ៍ថាសព្វាវុធការពារជាតិបន្ថែមផ្លូវទឹកបន្ថែមផ្លូវគោកបន្ថែមផ្លូវអាកាសទេបើយើងមិនមានគេមើងងាយហើយបាទសេវាផ្លូវថ្នល់សួនសាធារណៈទាំងអស់ហ្នឹងគឺជាសេវាសាធារណៈដែលជាតិត្រូវមានសម្រាប់បម្រើដល់កិច្ចការរបស់ប្រជាពលរដ្ឋនិងកិច្ចការសង្គមគ្រប់បែបយ៉ាងបាទហើយចំណុចមួយទៀតដែលខ្ញុំចង់លើកឡើងនោះគឺយើងនិយាយអំពីនីតិរដ្ឋនិងការការពារសិទ្ធិមនុស្សសំខាន់ណាស់ហ្នឹងបាទអញ្ចឹងយើងមើលបើសិនណាយើងមិនមានការគោរពសិទ្ធិមនុស្សទេវាថាសង្គមមួយហ្នឹងគឺអត់បានអនុវត្តកិច្ចការងារបានល្អមានថាយើងមើលងាយប្រមាថមនុស្សយើងអត់យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទេនីតិរដ្ឋយើងអត់បានត្រឹមត្រូវទេច្បាប់ទម្លាប់មិនដឹងនៅណាអយុត្តិធម៌ពេញសង្គមមិនអនុវត្តទៅតាមច្បាប់ដែលបានអនុម័តឲ្យអីទាំងអស់គ្រប់បែបយ៉ាងអញ្ចឹងបើយើងអត់មានអាហ្នឹងទេរដ្ឋាភិបាលយើងនឹងអត់មានប្រសិទ្ធភាពទេអញ្ចឹងបើរដ្ឋាភិបាលអត់មានប្រសិទ្ធភាពអត់មានប្រយោជន៍អីសម្រាប់សង្គមទេគឺយើងជួបបញ្ហាគ្រប់ប្រភេទទាំងអស់ប៉ុន្តែបើរដ្ឋាភិបាលរបស់យើងនឹងមានការអនុវត្តនៅនីតិរដ្ឋត្រឹមត្រូវវាថាការគោរពទៅតាមច្បាប់គ្មាននរណាមួយនៅពីលើច្បាប់ទេបើកាលណាយើងអនុវត្តបានត្រឹមត្រូវយើងមានគុណប្រយោជន៍ច្រើនណាស់ទី1រដ្ឋាភិបាលអាចបំពេញតម្រូវការតាមប្រជាពលរដ្ឋបានបំពេញតម្រូវការស្អីខ្លះគឺបងប្អូនអាចសិក្សាគិតមើលទាំងអស់គ្នាទៅបំពេញតម្រូវការឲ្យប្រជាពលរដ្ឋបានដូចខ្ញុំឧទាហរណ៍តាមរឿងថាផ្នែកកសិកម្មប្រជាពលរដ្ឋគាត់អាចធ្វើប្រមូលផលបានរដ្ឋាភិបាលមានទូនាទីក្នុងការរកទីផ្សារជូនគាត់បាទអញ្ចឹងគឺបំពេញតម្រូវការទៅតាមអ្វីដែលពលរដ្ឋត្រូវការបាទទី1ទៀតបើរាជរដ្ឋាភិបាលនឹងមិនមានអំពើពុករលួយទេមាននីតិរដ្ឋមានអីត្រឹមត្រូវចឹងរដ្ឋាភិបាលនឹងគឺអាចបង្កើតនៅការអភិវឌ្ឍជាតិបានអាចធ្វើឲ្យជាតិមួយមានការអភិវឌ្ឍបានបាទអាចធ្វើឲ្យជាតិមានការអភិវឌ្ឍបានបាទហើយធ្វើឲ្យជាតិនឹងគឺមានអភិបាលកិច្ចល្អការគ្រប់គ្រងរដ្ឋនឹងគឺល្អប្រជាជនអាចទទួលយកបានរស់នៅក្នុងសង្គមមួយដែលសុខសាន្តឃើញទេហើយរដ្ឋាភិបាលដែលមានប្រសិទ្ធភាពរដ្ឋាភិបាលដែលគោរពទៅតាមនីតិរដ្ឋហ្នឹងគឺគេតែងតែមានប្រព័ន្ធមួយគេហៅថាធ្វើកិច្ចការគ្រប់បែបយ៉ាងឲ្យមានតុល្យភាពមិនថាស្ថាប័ននីតិបញ្ញត្តិស្ថាប័ននីតិប្រតិបត្តិការអនុវត្តច្បាប់ឯគេធ្វើឲ្យមានតុល្យភាពព្រោះធ្វើឲ្យមានតុល្យភាពនោះវាជួយឲ្យរដ្ឋាភិបាលនឹងអាចជួយលុបបំបាត់អំពើពុករលួយហើយអាចធ្វើឲ្យអាជ្ញាធរ
ឬក៏រដ្ឋាភិបាលទទួលខុសត្រូវនៅអ្វីដែលខ្លួនបានធ្វើចឹងនីតិរដ្ឋនឹងសំខាន់ណាស់បងប្អូនបាទសំខាន់ណាស់សម្រាប់ការកសាងសង្គមមួយរឹងមាំបានឃើញទេបើយើងអាចបំបត្តិអំពើពុករលួយបានមន្ត្រីតាំងពីថ្នាក់កម្ពុជាដល់ថ្នាក់ក្រោមទទួលខុសត្រូវនៅអ្វីដែលខ្លួនបានធ្វើដោយមិនបលែងចោលធ្វើខុសហើយមិនទទួលស្អីទាំងអស់អញ្ចឹងសង្គមនឹងគ្មានភាពរឹងមាំទេអញ្ចឹងបើរាជរដ្ឋាភិបាលពុំបានព្យាយាមកសាងសង្គមមួយឲ្យមានភាពរឹងមាំទេសង្គមនោះមិនរីកចម្រើនសង្គមនោះមិនមានសេចក្តីសុខទេហើយសង្គមនោះក៏ត្រូវទទួលបានការមើលងាយពីសំណាក់ប្រទេសជិតខាងដែរបាទអញ្ចឹងរឿងកសាងសង្គមជាតិមួយបានរឹងមាំចំណុចទី1ដែលខ្ញុំលើកឡើងនៅពេលនេះគឺរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់គ្រប់ចំណុចដែលខ្លួនត្រូវធ្វើយ៉ាងម៉េចដើម្បីកសាងសង្គមនឹងមិនមែនធ្វើឲ្យបានល្អក្នុងមួយថ្ងៃមួយឆ្នាំឬក៏10ឆ្នាំទេក៏ប៉ុន្តែគឺយើងមានឆន្ទៈក្នុងការដើរទៅរកផ្លូវហ្នឹងបាទអញ្ចឹងវីដេអូក្រោយទៀតខ្ញុំអាចលើកជូនបងប្អូនអំពីអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងការជួយរៀបចំសង្គមឲ្យមានរីកចម្រើនដូចជាអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋគ្រប់បែបយ៉ាងទាំងអស់ដែលមានពាក់ព័ន្ធនៅក្នុងសង្គមមិនមែនតែរដ្ឋាភិបាលមួយទេក៏ប៉ុន្តែរដ្ឋាភិបាលមួយគឺជា Snow បាទគឺជា Snow ដែលខ្ញុំលើកយកមកនិយាយមុនគេបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំគ្រាន់តែលើកជូនប្រជាពលរដ្ឋទាំងអស់គ្នាបានស្ដាប់ប៉ុណ្្នឹងថាធ្វើយ៉ាងម៉េចដើម្បីឲ្យកសាងជាតិមួយបានរឹងមាំដែលជាទូនទីបរិយារដ្ឋាភិបាលបាទអញ្ចឹងសូមជូនប៉ុណ្្នឹងហើយសូមអរគុណ